ការបង្កើត ID EPS នៅក្នុងឆ្នាំ2025សម្រាប់ឆែកមើលដំណើរការអន្តរប្រវេសន៍ថាតើឈ្មោះរបស់យើងនឹងគឺខាងក្រសួងបានបញ្ជូនដល់ណាហើយបាទដំបូងយើងចូលមកក្នុង Google Chrome ទាំងអស់គ្នាចុចមកបន្ទាប់មកយើងវាយពាក្យថា www.eps.go.kr បាទនេះមានស្រាប់ណាបាទយើងចុចមក www.eps.go.kr login មកបាទចុចកន្លែងហ្នឹងមកបាទអញ្ចឹងនេះសូមគ្នាយើងចូលមកកន្លែងនេះមកនេះ www.eps.go.kr ហ្នឹងមកបាទចុចកន្លែងហ្នឹងមកអូខេនៅពេលដែលចេញបែបនេះអញ្ចឹងដើម្បីឲ្យងាយស្រួលគឺយើងចូលទៅកន្លែងដូរភាសាសិនមកក៏បានដែរនេះយើងយកពាក្យថានេះចុចកន្លែងនេះណាសញ្ញាឡើងលើចុះក្រោមនេះយើងយកពាក្យថា Cambodia នោះ Cambodia ចុចពាក្យ Go អូខេនេះមកជាទង់ជាតិខ្មែរយើងហើយឥឡូវយើងចូលទៅបង្កើតយើងចូលសាញអាប់នេះខ្ញុំសូមបង្ហាញមួយចុចឡើងសាញអាប់មកណាបាទអូខេនៅពេលដែលចេញបែបនេះសូមយើងចុចពាក្យថាបាទយើងចុចពាក្យថាបន្ទាប់អូខេនៅពេលដែលចេញបែបនេះណាគឺខាងលើប្រអប់ខាងលើនោះឲ្យយើងវាយលេខ EPS គឺលេខកូដប្រឡងរបស់យើងហ្នឹងគឺយើងសរសេរទាំងអស់ណាសរសេរទាំងលេខ0ឥឡូវយើងចាប់ដើមសរសេរចូលមកសូមបញ្ជាក់ថាលេខកូដដែលយើងសម្រាប់ប្រឡងណាគឺសរសេរទាំងអស់តាំងពីដើមដូចជា00 22 025អក្សរ C ហ្នឹងគឺយើងវាយចូលទាំងអស់ប្រអប់ខាងក្រោមនេះគឺយើងសរសេរណាលេខ passport ចូលមកអូខេកន្លែងនេះយើងចុចកន្លែងនេះណាបញ្ជាក់បន្ថែមនេះយើងចុចកន្លែងហ្នឹងមកពេលចេញបែបនេះសូមយើងចុចពាក្យថា agree ណាយើងចុចទាំងអស់មានប្រមាណគឺយើងចុចយកទាំងអស់មក I agree ហ្នឹងចុចមកក្រោមទៀតចុចទៀតអូខេមានប្រមាណគឺយើងចុចយកទាំងអស់ចុចមកណាអូខេចុចទាំងអស់មកបន្ទាប់មកយើងយកពាក្យ nick ណានេះពណ៌ខៀវនេះចុចលើវាមកអូខេសូមរងចាំបន្តិចនេះគឺយើងចេញឈ្មោះហើយឈ្មោះឆ្នាំខែនិងថ្ងៃរបស់យើងនៅកន្លែងនេះបន្ទាប់មកប្រអប់ខាងក្រោមនេះគឺឲ្យយើងបង្កើត ID នេះយើងចង់ដាក់ឈ្មោះយើងក៏បានចង់ដាក់ឈ្មោះផ្សេងអីក៏បានដែរមកយើងបង្កើតមកធ្វើម៉េចឲ្យយើងឆាប់ចំណាំខ្លួនឯងអូខេចឹង ID ខាងក្រោមយើងបង្កើត password បង្កើតហើយយើងត្រូវឲ្យចាំខ្លួនឯង password គឺផ្ដើមពីអក្សរណាយើងសរសេរអក្សរអីមួយមកយើងសរសេរអក្សរមុនណាយើងសរសេរអក្សរធំណាអក្សរធំបន្ទាប់មកវាយអក្សរតូចធម្មតាបន្ទាប់មកយើងសរសេរលេខណាសរសេរលេខហ្នឹងហើយខាងក្រោមគឺយើងវាយដូចខាងលើណាដូចខាងលើមកយើងសរសេរមកសរសេរអក្សរបន្ទាប់មកយើងសរសេរលេខហើយកុំភ្លេចចុងបញ្ចប់គឺយើងដាក់លេខពិសេសអីមួយទៅណា password ហ្នឹងដូចជាដាក់ទ្រង់ជ្រូកឬក៏រូបដុល្លារអីហ្នឹងយើងដាក់ទៅយើងសរសេរមកខាងក្រោមប្រអប់ខាងក្រោមនេះគឺឲ្យយើងបំពេញ Gmail ចូលមកណា Gmail
ឥឡូវយើងបង្កើតតាមណាបើយើងបង្កើតតាម Gmail យើងសរសេរ Gmail ចូលមកសម្រាប់ខ្ញុំគឺខ្ញុំតែងតែបង្កើតតាមរយៈ Gmail អូខេអញ្ចឹងយើងសរសេរមកអូខេយើងចុចកន្លែងនេះមកនេះណា register មកអូខេគេសួរយើងថាតើយើងចង់ចូលជាសមាជិកគេអត់យើងចុចពាក្យថាអូខេមកដើម្បីចូលជាសមាជិកអូខេចូលអូខេទៀតមកចេញប៉ុណ្ណេះបានន័យថាការបង្កើតនៅ ID password របស់យើងគឺបានជោគជ័យហើយអញ្ចឹងដើម្បីងាយស្រួលគឺយើងដូរមកជាភាសាខ្មែរយើងសិនមកបាទយកពាក្យថា Cambodia មកយើងចុចពាក្យ Go ដើម្បីដូរទង់ជាតិមកជាទង់ជាតិខ្មែរយើងអូខេអញ្ចឹងការបង្កើតគឺយើងត្រូវចំណាំខាងលើគឺយើងវាយ ID ដែលយើងបានបង្កើតមិញហ្នឹងខាងក្រោមគឺយើងវាយនៅ password កាលណាបើយើងវាយខុសចាប់ពី5ឡើងទៅគឺខាងក្រសួងកូរ៉េគឺគេប្លុកឈ្មោះយើងចោលហើយអញ្ចឹងជួយចំណាំសរសេរឲ្យបានត្រឹមត្រូវដើម្បីឆែកមើលដំណើរការឈ្មោះរបស់យើងបន្តទៀតខាងក្រោម passwordប៉ុណ្ណឹងមកយើងចុចពាក្យ log in ណានេះ log in ខាងក្រោមមកចេញហើយសូមរងចាំបន្តិចនេះនៅពេលដែលចេញបែបនេះដើម្បីចូលទៅមើលឈ្មោះបន្តទៀតគឺឥឡូវគឺខាងក្រសួងកូរ៉េគឺអាប់ដេតគេឲ្យយើងបំពេញឆ្នាំខែនិងថ្ងៃណានៅខាងប្រទេសកូរ៉េគឺគេប្រើឆ្នាំមុនបន្ទាប់មកគេសរសេរខែនិងថ្ងៃតាមក្រោយយើងសរសេរឲ្យបាន6លេខណាយើងសរសេរត្រឹម2លេខបានហើយដោយថាឆ្នាំ1997អញ្ចឹងយើងសរសេរទៅខាងចុងបានហើយ97ណា97ហើយខែ4យើងសរសេរលេខ0ហើយយើងសរសេរលេខ4ថ្ងៃទី4ក៏ដូចគ្នាយើងសរសេរលេខ0ហើយយើងសរសេរលេខ4យើងសរសេរបាន2លេខអញ្ចឹងសរុបទាំងអស់គឺមានចំនួន6លេខអូខេរួចដល់ហើយយើងចុចពាក្យថា next ដើម្បីមើលឈ្មោះយើងបន្តទៀតនៅពេលដែលចេញបែបនេះសូមគ្នាយើងចូលទៅមើលដំណើរការអន្តរប្រវេសន៍ចុចកន្លែងនេះចុចមកនេះចេញហើយឈ្មោះរបស់គាត់ណាគ្រាលសុផាតនេះគឺគាត់ទៅបានដាក់ពាក្យបានមួយអាទិត្យជាងហើយនេះខាងក្រសួងខ្មែរយើងគឺមិនទាន់បានបញ្ជូនទៅទេដោយសារគាត់ទើបនឹងដាក់ពាក្យហើយអញ្ចឹងរងចាំការបញ្ជូនអូខេប៉ុណ្ណេះឯងអរគុណច្រើន